ប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀពូទីនបាននិយាយថាប្រសិនបើសហរដ្ឋអាមេរិកហ៊ានផ្គត់ផ្គង់មីស៊ីលចម្ងាយឆ្ងាយ Thomas Hawk តាមការចង់បានរបស់អ៊ុយក្រែនដើម្បីយកមកវាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៊ីនោះវានឹងនាំទៅរកការបំផ្លិចបំផ្លាញទំនាក់ទំនងរបស់ទីក្រុងមូស្គូជាមួយនឹងទីក្រុង Washington មិនខាននោះឡើយនេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យទី5 ខែតុលាឆ្នាំ2025រយៈពេលតិចជាង2ខែក្រោយជំនួបកំពូលរវាងប្រធានាធិបតីអាមេរិកលោក Donald Trump និងលោក Putin នៅរដ្ឋ Alaska លទ្ធភាពនៃការសម្រេចបានសន្តិភាពនៅអ៊ុយក្រែនគឺកាន់តែស្ថិតនៅឆ្ងាយខ្លាំងថែមទៀតដោយលោក Donald Trump បានបង្ហាញការខកបំណងជាមួយនឹងលោក Putin ដែលមិនព្រមទទួលយកសន្តិភាពហើយបានហៅរុស្ស៊ីថាជាខ្លាក្រដាសខណៈកាលពីសប្តាហ៍មុនលោក Putin បាននិយាយបកទៅវិញថាអង្គការ NATO ទៅវិញនោះទេដែលជាខ្លាក្រដាសព្រោះมันអាចទប់ស្កាត់រុស្ស៊ីកាលពីខែកញ្ញាកន្លងទៅអនុប្រធានាធិបតីអាមេរិកលោក J.D. Vance បាននិយាយថាទីក្រុង Washington កំពុងពិចារណាសំណើរបស់អ៊ុយក្រែនដែលចង់បានមីស៊ីលចម្ងាយឆ្ងាយ